បើប្រសងប៉ះពាល់មនុស្សប្រុសប៉ុន្តែគេកែភេទជាស្រីអស់ហើយតើត្រូវទោសដែរទេនឹងឆ្លើយថ្លៃថាត្រូវទោសដោយសារតែនេះសំដៅដល់ប៉ះដោយចេតនារាគចិត្តហើយបានជាសួរនេះហោះព្រោះថាមនុស្សប្រុសកាលណាតកែភេទជាមនុស្សស្រីហ្នឹងទៅជាខ្ទើយមួយក្នុងបណ្ដាខ្ទើយទាំង5យ៉ាងពេលតកែភេទទៅហើយភិក្ខុប៉ះអាហ្នឹងអាបត្តិថលចៃខ្ទើយពីកូនស្វាតខ្ទើយប៉ះទៅថលចៃឯខាងសាមណេរប៉ះទៅអាហ្នឹងទៅតនកម្មនេះប៉ះមនុស្សស្រីដែរតើព្រះបច្ចេកពុទ្ធនិងព្រះពុទ្ធខុសគ្នាឬមួយក៏ដូចគ្នាព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធខុសគ្នាមិនដូចគ្នាទេហើយព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងសន្សំបារមីយូរជាងព្រះបច្ចេកពុទ្ធបញ្ញត្តិទឹកយ៉ាងហោចណាស់4អសង្ខ័យមួយសែនកាប់ឯព្រះបច្ចេកពុទ្ធតែ2អសង្ខ័យមួយសែនកាប់ទេបារមីខុសគ្នាការសន្សំរយៈពេលក៏ខុសគ្នាដែរនឹងនិយាយពីបញ្ញាទឹកផងបើទៅសទ្ធាទឹកវិរិយទឹកហ្នឹងរត់ទៅយូរទៀតហើយចំពោះព្រះសម្មាសម្ពុទ្ធឯព្រះបច្ចេកពុទ្ធកំណត់តែ2អសង្ខ័យមួយសែនកាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងហើយអាចញ៉ាំងអ្នកដទៃត្រាស់ដឹងផងហើយថាសម្មាសម្ពុទ្ធត្រាស់ដឹងខ្លួនឯងសពគ្រប់ហើយញ៉ាំងអ្នកដទៃបានសោតាសក្តិអនាគិអរហន្តក៏បានដែរឯព្រះបច្ចេកពុទ្ធមកពីបតិហើយនឹងឯកពុទ្ធៈឯកប្រែថាមួយពុទ្ធៈប្រែថាត្រាស់ដឹងបតិប្រែថាចំពោះចំពោះត្រាស់ដឹងចំពោះតែមួយអង្គឯងបាទស្អីថាព្រះបច្ចេកពុទ្ធត្រាស់ដឹងហើយមិនអាចញ៉ាំងអ្នកដទៃត្រាស់ដឹងទេត្រាស់ដឹងបានតែខ្លួនឯងប៉ុណ្ណោះមិនដូចព្រះសម្មាសម្ពុទ្ធត្រាស់ដឹងហើយញ៉ាំងអ្នកដទៃត្រាស់ដឹងបានព្រះបច្ចេកពុទ្ធអត់ដូចឆ្នោតទេត្រាស់ដឹងយ៉ាងណាធေါ်ត្រាស់ដឹងតែខ្លួនឯងដូចឆ្នោតមិនអាចញ៉ាំងអ្នកដទៃត្រាស់ដឹងទេយើងហៅក្នុងជាដកខ្លះឃើញព្រះបច្ចេកពុទ្ធសម្ដែងធေါ်ទៅអ្នកដទៃត្រាស់ដឹងជាព្រះបច្ចេកពុទ្ធដែរនឹងមិនមែនដោយសារតែបុគ្គលនោះស្ដាប់ធေါ်ព្រះបច្ចេកពុទ្ធឲ្យត្រាស់ដឹងសោតាសក្តិអនាគិអរហន្តទេបាទស្អីថាបារមីរបស់អ្នកស្ដាប់នោះសន្សំបារមីជាបច្ចេកពុទ្ធជាបច្ចេកពុទ្ធសម្ពោធញ្ញាណដែរបច្ចេកសម្ពោធញ្ញាណដែរបានន័យថាសន្សំបារមីជាបច្ចេកពុទ្ធដែរដល់ស្ដាប់ធម៌នោះទៅខ្លួនឯងក៏ត្រាស់ដឹងជាបច្ចេកពុទ្ធខ្លួនឯងដែរមិនមែនត្រាស់ដឹងជាសោតាសក្តិអរហន្តតាមដែលស្ដាប់ធម៌បច្ចេកពុទ្ធជាសាវករបស់ព្រះបច្ចេកពុទ្ធនោះទេមកពីខ្លួនឯងសន្សំបារមីជាព្រះបច្ចេកពុទ្ធដែរបានជាត្រាស់ដឹងជាព្រះបច្ចេកពុទ្ធដែរអញ្ចឹងព្រះបច្ចេកពុទ្ធដែលពេលដែលលោកត្រាស់ដឹងហើយលោកត្រាស់ដឹងមានគ្នាអញ្ចឹងយ៉ាងសរុបមកវិញថាព្រះសម្មាសម្ពុទ្ធនិងព្រះបច្ចេកពុទ្ធខុសគ្នាមិនដូចគ្នាទេតើបរាជិកមានប្រមាណអ្វីខ្លះភិក្ខុរួមសង្វាសជាមួយមេតុក្រាមត្រូវបាត់មួយណានឹងបរាជិកបើយើងរាប់ដោយពឹស្ដាមមានដល់24ឯណោះហើយបើសិនជាយើងរាប់ដោយសង្ខេបបរាជិករបស់ភិក្ខុមាន4ហើយទី1គឺខ្សែមិថុនធម្មទី2លួចទ្រព្យទេចាប់ពី5មេសកៈឡើងទៅហើយទី3សម្រាប់មនុស្សទី4ឧត្តរមុសធរនឹងទាំង4នេះជាបរាជិករបស់ភិក្ខុហើយយើងរាប់ដោយពឹស្ដាមមានដល់24នោះប៉ុន្តែចំណាំមិនចេញទៅដល់នោះទៀតទេសួរថាមានប្រមាណអ្វីខ្លះដូចតែបានរៀបរាប់ហើយភិក្ខុរួមសង្វាសជាមួយមេតុក្រាមមិននឹងត្រូវបាត់មួយណាត្រូវបាត់មេធនធម្មសខាបនបឋមបរាជិកនឹងហើយព្រោះបរាជិករបស់ភិក្ខុមាន4បរាជិកដំបូងនិយាយពីរឿងភិក្ខុសាយមេធនធម្មនឹងហើយអញ្ចឹងភិក្ខុបរាជិករបស់ភិក្ខុមានតែ4ទេបើភិក្ខុនេះមាន18ឯណោះថែមពីលើរបស់ភិក្ខុមាន4តទៅទៀតទៅប៉ុន្តែយើងរាប់ទាំងអភពបុគ្គលរាប់ទាំងអនុឡោមបរាជិកផងអាហ្នឹងសរុបទាំងអស់មានដល់24តើសាមណេរអាចក្រាសង្កដីសឹងបានឬទេអាហ្នឹងអត់មានតោះខុសអីទេសាមណេរក្រាសង្កដីសឹងក៏បានដែរព្រោះសង្កដីនេះជាគ្រឿងក្រាសឹងក៏បានជាគ្រឿងដណ្ដប់ក៏បានសាមណេរយកទៅឃ្លុំយកទៅក្រងអត់មានតោះអីទេសាមណេរប្រើសង្កដីបានដូចជាភិក្ខុដែរយើងកុំយល់ថាសាមណេរប្រើសង្កដីមិនបានទេបានតែភិក្ខុសង្កដីនោះអត់ទេណាប៊ូប្រើបានដូចគ្នាគ្រាន់ថាសាមណេរគេគ្នាគ្មានសិទ្ធអីទៅអធិដ្ឋានឲ្យឡើងជាស្បង់ជីវរសង្កដីទេគ្រាន់តែប្រើប៉ុណ្្នឹងទេបើភិក្ខុបរាជិកហើយមិនប្រាប់អង្គផ្សេងឲ្យដឹងតើសម្គាល់យ៉ាងណាដឹងថាលោកបរាជិកនេះសំដៅដល់ថាភិក្ខុនេះលោកត្រូវបរាជិកហើយអត់ប្រាប់គេទេតែយើងស្គាល់ថាលោកត្រូវបរាជិកដោយរបៀបណា
អាហ្នឹងយើងសង្កេតមើលអាកប្បកិរិយាលោកក្តីសង្កេតមើលតើលោកត្រាបាត់ព្រោះហេតុក្តីព្រោះហេតុណាក្តីព្រោះពេលខ្លះលោកត្រាបាត់ក៏យើងមិនដឹងដែរយើងមិនដឹងថាលោកត្រាបាត់បរាជិកក៏យើងអត់ដឹងយើងចេះតែនៅជាមួយលោកដែរអាហ្នឹងវាមិនមែនថាដឹងគ្រប់ទាំងអស់ទេពេលខ្លះសង្កេតដឹងពេលខ្លះសង្កេតមិនដឹងលោកលាក់បិទបាំងយើងមានចាក់ខុសទៅឯណាទៅមើលអាហ្នឹងបើអ្នកបានអភិជាចាក់ខុសទៅអាហ្នឹងលោកមើលឃើញហើយយើងពុទ្ធជនសាមញ្ញធម្មតាមិនមានយានពិសេសអីអាហ្នឹងក៏មើលមិនដឹងដែរអាហ្នឹងមិនប្រកាសថាឲ្យទៅបរាជិកយើងមើលធ្លុះធ្លាយណាអត់ទេហ្នឹងវាអាស្រ័យទៅយើងសង្កេតហើយបានដឹងផងទៅតើប្រសង់ថ្វាយបង្គំលោកឪសួងបានឬអត់អាហ្នឹងយើងមិនដឹងថាភាវៈនៃលោកយ៉ាងម៉េចដែរបើលោកឪសួងនោះលោកជាភិក្ខុអ្នកបួសដូចគ្នាហ្នឹងយើងថ្វាយបង្គំបានដែរជាថេរៈប៉ុន្តែបើលោកជាប្រសក់ទេគាត់ជាប្រសក់ទេអាហ្នឹងយើងថ្វាយបង្គំខ្ញុំបានដែរមកសំគូដែរប៉ុន្តែបើយើងថ្វាយបង្គំនោះកុំឲ្យតែគាត់នៅរស់បើសិនឧទាហរណ៍ថាលោកឪសួងជាប្រសក់ប៉ុន្តែបើនៅរស់អាហ្នឹងយើងថ្វាយបង្គំមិនសមមែនប៉ុន្តែឥឡូវសគាត់ហើយស្លាប់ទៅហើយអាថ្វាយបង្គំរូបសំណាកឬប្រសពលោកអាហ្នឹងក៏តាមវិន័យមិនកាត់អាបាត់ទៅរួចទេថ្វាយបង្គំវកលឹងករាំងគាត់អស់ទៅហើយរូបគាត់រូបសំណាករូបថតដូចថាបដិមាទេនឹងថ្វាយបង្គំអត់មានត្រូវទោសអីទេហើយបើលោកជាអ្នកបួសទៀតហ្នឹងវាតែមិនត្រូវទោសអីហើយព្រោះជាអ្នកបួសដូចគ្នាប៉ុន្តែអាត្មាខ្ញុំណាអាត្មាក៏មិនដឹងវិស័យរបស់លោកដែរថាជាអ្នកបួសឬថាជាតបោះអាហ្នឹងក៏មិនដឹងច្បាស់ដែរអញ្ចឹងបកស្រាយទៅជាពីរអញ្ចឹងទៅភិក្ខុសោតញ៉ាត់និងក្រើនក្នុងរដូវកឋិនតើមានអត្ថន័យយ៉ាងណាអានឹងសោតញ៉ាត់ក្តីអាក្រានកឋិននេះមិនជាធំទេក្រានក៏ក្រានទៅមិនក្រានក៏ហីទៅមុនសោតបកុលមុននឹងញ៉ាត់បកុលសុពុតកឋិននោះយើងក្រានក៏ក្រានមិនក្រានក៏មិនអីដែរប៉ុន្តែបារាណលោកទៅចិនក្រានកឋិនសិនបានសោតញ៉ាត់អញ្ចឹងការដែលសោតញ៉ាត់នេះដើម្បីបកុលសុពុតកឋិនឲ្យភិក្ខុនោះដើម្បីក្រាក្រងណាព្រោះតែកឋិនកម្មនេះវាធំឬសោតញ៉ាត់នឹងហើយសោតញ៉ាត់រួចបានភិក្ខុនោះក្រាកើតបើមិនសោតញ៉ាត់ទេយកទៅហុចឲ្យក្រាមិនកើតតទៅសោតញ៉ាត់ទុតិយកម្មវិចាសិនដើម្បីឲ្យភិក្ខុនោះយកសម្ពុតណាមួយស្បង់ជីវរសង្ក្តីណាមួយយកទៅក្រានកឋិនទើបឡើងជាកឋិនមតិខ្លះយល់ថាភិក្ខុប៉ះស្ត្រីដោយដំរែកទើបត្រាបាត់សង្ឃិតសេសតើយ៉ាងណាដែរអាហ្នឹងអត់មានមតិខ្លះទេមតិព្រះបរោយប៉ះស្ត្រីមេត្តាក្រៀមដោយដំរែកអាហ្នឹងវាត្រាបាត់សង្ឃិតសេសហើយវាលែងតែបុគ្គល3ពួកដែលយើងប៉ះត្រាបាត់ទៅគាត់គឺមេត្តាមួយបងប្អូនស្រីមួយបងប្អូនកូនស្រីមួយដូចបាលីថាមេត្តាមេត្តាពេមេនេះអាមាស្រីអបតតុក្រាសៈប៉ះពាល់មេត្តាដោយស្រឡាញ់ថាវាជាមេត្តាត្រាបាត់ទៅគាត់ភិក្ខនិយាភិក្ខនិពេមេនេះអាមាស្រីអបតតុក្រាសៈប៉ះបងប្អូនស្រីដោយសេចក្តីស្រឡាញ់ថាបងប្អូនស្រីត្រាបាត់ទៅគាត់ទីតយាទីតពេមេនេះអាមាស្រីអបតតុក្រាសៈប៉ះកូនស្រីដោយសង្កត់កូនស្រីត្រាបាត់ទៅគាត់ព្រោះលោកខ្លះលោកមានកូនស្រីហើយបានមកបួសទៅលេងផ្ទះកូនរត់មកអោមលោកឪលោកពងទៅក៏ពិខុចាប់បីដោយសេចក្តីស្រឡាញ់អាស្រ័យផ្ទះបានកាត់បាត់សង្ឃិតសេសទេព្រោះជាកូនបកកើតរបស់ខ្លួនបុគ្គល3ពួកនេះប៉ះទៅមិនត្រូវសង្ឃិតសេសទេដោយសេចក្តីស្រឡាញ់អាស្រ័យផ្ទះបើបុគ្គលដតីហើយយើងប៉ះដោយតម្រែកអានោះវាសង្ឃិតសេសហើយសម្ពុតជីវរខុសខ្នាតដែលពុទ្ធបរិស័ទជាវទៅវាប្រគិនប្រសងដោយហេតុមិនដឹងថាខុសតើអាចឡើងជាអានិសង្ឃកឋិនបានដែរឬទេបានស្ដីថាសម្ពុតនោះវាខុសខ្នាតទេហើយប្រសក់ទិញទៅយកហៅកឋិនដល់ពេលវាទៅតែឡើងជាអានិសង្ឃកឋិននេះចង់សួរថាបើខាងទីយុអាហ្នឹងវាអត់មានគិតខុសត្រូវទេឲ្យតែយកសម្ពុតទៅវាប្រគិនហ្នឹងវាបានបនហើយទីយុនោះអារឿងខុសត្រូវរឿងលើលោកឯនោះទេបើយកសុពុតខុសទៅក្រាលឡើងវាមិនបានអានិសង្ឃអនាមន្តចារោជាដើមនោះតាមពិខុសង្ឃហើយបើលោកកាត់ដេត្រឹមត្រូវទៅអានោះក៏បានអានិសង្ឃទាំង5ដែលផងអនុញ្ញាតអនាមន្តចារោអសមាទេនចារោគណៈពុជនង្យាវតតជាវតថចៃវរងយោចតថចៃរូបបន្ទោសង្ឃសង្ឃវិសតេនោះបានទាំង5នេះហើយបើសិនជាក្រាលមិនត្រូវអានោះវាមិនបានទេប៉ុន្តែទីយុអានោះចប់ទុំវេនឹងបានបនហើយបានបនហាងកឋិនឲ្យតែសម្ពុតនោះល្មមល្មមធ្វើស្បង់មួយឬថាជីវរសង្ក្តីណាមួយក៏បានដែរសម្ពុតល្មមធ្វើវត្ថុទាំង3នេះណាមួយយកទៅវាប្រគេនលោកអាហ្នឹងឈ្មោះថាបានធ្វើបន់កឋិនហើយ
ពីខោទៅបួថ្មីលោកមិនទាន់ដឹងវិន័យហើយត្រូវសង្ឃីតសេះរំលងបានមួយខែទើបដឹងតើត្រូវសឹកចេញឬសម្ដែងអាបត្តិអាហ្នឹងព្រោះត្រូវបានសង្ឃីតសេះហើយមួយខែបានដឹងបើមួយខែបានដឹងបានន័យថាអត់ដឹងថាអញ្ចឹងត្រូវបានសង្ឃីតសេះទេទុករយៈពេលមួយខែហ្នឹងឈ្មោះថាអាបត្តិហ្នឹងត្រូវប៉ុន្តែមិនឈ្មោះថាបាត់បាំងទេព្រោះមិនបានដឹងថានេះជាអាបត្តិសង្ឃីតសេះអញ្ចឹងអត់មានសឹកទេត្រូវធ្វើមានណាតអភិនយកតែម្ដងទៅហើយបើដឹងឲ្យបាត់បាំងក៏មិនត្រូវសឹកដែរធ្វើបរិវាសតាមថ្ងៃដែលបាត់បាំងនោះហើយធ្វើមានណាតអភិនទៅអត់មានកិច្ចការងារត្រូវសឹកទេដែលយើងប្រាថ្នាចេញចាកអាបត្តិគ្រាន់តែធ្វើតាមវិន័យកម្មនេះក៏ចេញចាកអាបត្តិសង្ឃីតសេះបានហើយភិក្ខុនៅក្នុងវត្តជាមួយគ្នាតើសម្ដែងអាបត្តិដាច់ឬទេហ្នឹងវាត្រូវអញ្ចឹងហើយនៅវត្តជាមួយគ្នាវាត្រូវសម្ដែងអាបត្តិហ្នឹងហើយបើមិនឲ្យសម្ដែងជាមួយវត្តជាមួយគ្នាទៅរកឯណាទៀតទៅឆ្ងាយនាំទៅវែងឆ្ងាយតទៀតហ្នឹងសម្ដែងអាបត្តិគេសម្ដែងវត្តជាមួយគ្នាហើយវាត្រូវតែដាច់ហ្នឹងហើយវាតោះខុសអីកុំឲ្យតែសមាផ្សេងគ្នាអាហ្នឹងបានវាសម្ដែងអាបត្តិមិនដាច់បើវត្តជាមួយគ្នាអាហ្នឹងវាសម្ដែងដាច់ពេកណាស់ទៅហើយគេរកទៅវត្តមួយគ្នាហ្នឹងហើយវាស្រួលចាំបាច់ទៅវត្តដតីឆ្ងាយឯណាបើភិក្ខុក្នុងវត្តមានដែរនឹងសម្ដែងទៅបើសាមណេរបួសមិនឡើងតើសាមណេរនោះមានទោសលួចភេទឬទេបាទស្អីថាលោកបួសមិនឡើងបើបួសមិនឡើងហើយសង្ងំនៅដឹងតែខ្លួនបួសមិនឡើងហើយសង្ងំនៅទៀតអាហ្នឹងវាលួចភេទហើយបើសិនជាមិនដឹងទេខ្លួនបួសមិនឡើងប៉ុន្តែដឹងខ្ញុំគាត់ថាបួសឡើងចេះតែនៅទៅអាហ្នឹងអត់មានតែជាលួចភេទបានទេរកសួរនំពៀនក៏ឃើញដែរយកជឿនសមាបត្តិឲ្យតែឧបនិស្ស័យដល់រកឃើញដែរណាអញ្ចឹងការដែលបួសមិនឡើងចែកជាពីរបើដឹងសង្ងំនៅអាហ្នឹងវាលួចភេទបើមិនដឹងទេចេះតែនៅទៅខ្ញុំគាត់ថាខ្លួនឯងបួសឡើងហើយអាហ្នឹងមិនលួចភេទទេបច្ចុប្បន្នមានភេសជ្ជៈច្រើនប្រភេទណាស់តើភេសជ្ជៈណាដែលប្រសង់អាចឆាន់ពេលល្ងាចបានអាហ្នឹងបើយើងសួរឈ្មោះអាហ្នឹងតើតែយើងដឹងរូបមន្តគេផ្សំតើគេផ្សំនោះគួរឆាន់ល្ងាចបានឬក៏អត់អាហ្នឹងបើខ្ញុំណាតាមខ្ញុំណាដឹងទេដឹងរូបមន្តច្បាស់លាស់ដែលឆាន់ល្ងាចបានអាហ្នឹងមានដូចជាកូកាដល់ប៉ូគ្រីស្វេតតែអូអ៊ីឈីដែលមិនមានលាយជាតិផ្លែឈើអីហ្នឹងណាហើយនឹងប្រទេសកតុយកពើជាដើមហើយភេសជ្ជៈណាខ្លះដែលយើងពិនិត្យមើលខ្លួនឯងបើយើងឆ្លើយកំណត់ឈ្មោះតែម្ដងអាហ្នឹងវាឆ្លើយមិនអស់ហើយព្រោះភេសជ្ជៈវាច្រើនហើយភេសជ្ជៈខ្លះយើងមិនដឹងគ្រឿងផ្សំគេពិតប្រាកដមិនដឹងរបៀបធ្វើពិតប្រាកដក៏យើងមិនអាចវិនិច្ឆ័យបានដែរតើតែយើងដឹងណាអញ្ចឹងអាហ្នឹងយើងនិយាយតែរឿងបានប៉ុន្តែដូចជាភេសជ្ជៈខ្លះឆាន់ល្ងាចបានក៏ពិតមែនប៉ុន្តែវាប៉ះពាល់ដល់សុខភាពអាហ្នឹងក៏យើងមិនគួរឆាន់ច្រើនពេកគឺថាមិនបើអាចកុំឆាន់តែម្ដងហ្នឹងក៏ល្អដែរដូចជាពួកកូកាពួកអីហ្នឹងអាហ្នឹងសិតតែពួកឆាន់យូរកាត់តំណងផ្អែមនឹងវាស្រួលទេប៉ានេះខ្ញុំណានិយាយរឿងថាបានប៉ុណ្្នឹងទេអញ្ចឹងពេលថាបានខ្ញុំណាក៏មិនអាចវិនិច្ឆ័យអស់ដែរតើតែយើងដឹងរូបមន្តនិងការដែលគេផ្សំនោះតើគេធ្វើយ៉ាងម៉េចតើយើងមើលរបៀបផ្សំគេសួរតែគេដាក់ធ្វើនោះទើបយើងអាចដឹងថានេះឆាន់បាននោះឆាន់មិនបានអាហ្នឹងបើយើងឲ្យរាប់ឈ្មោះរំអស់ទេសប្តាហ៍ថ្ងៃពេលជាក់នោះវាមានច្រើនព្រះសម្មាសម្ពុទ្ធព្រះអង្គបានលះរាជសម្បត្តិដើម្បីចេញបួសតែពេលព្រះអង្គចូលបរិនិព្វានហេតុអ្វីបានជាបរិស័ទនាំគ្នាយកមាសពេជ្រកៅកងទៅបំពាក់លើប្រកេះរបស់ព្រះសម្មារបស់ព្រះអង្គបែរជាបានបន់ច្រើនទៅវិញសំណួរហ្នឹងសួរថាកាលពីព្រះអង្គចេញបួសលះសម្បត្តិអស់ហើយដល់ពេលព្រះអង្គបរិនិព្វានហើយនាំគ្នាយកសក្ការៈទៅបូជាមានមាសពេជ្រកៅកងពិទូសរកានហ្នឹងបានបន់ច្រើនហេតុអីបានជាអញ្ចឹងទៅវិញព្រោះការបងដែលលះរាជសម្បត្តិជាការលះរបស់ព្រះអង្គចេញបួសនេកខមៈបារមីរបស់ព្រះអង្គចេញបួសហើយយើងយកទៅបូជាអានេះជាបុណ្យរបស់យើងទេព្រះអង្គមិនត្រូវការរបស់ទាំងអស់ហ្នឹងទេកុំថាយើងយកទៅបូជាមាសពេជ្រហ្នឹងព្រះអង្គត្រូវការបានយើងយកទៅបូជាអត់ទេណាជាចិត្តចាស់ថារបស់ពុទ្ធបរិស័ទទេឯព្រះសម្មាសម្ពុទ្ធព្រះអង្គបរិនិព្វានហើយសូម្បីព្រះអង្គគង់នៅក៏ព្រះអង្គមិនចោទចម្ពាក់របស់អស់ហ្នឹងដែរប៉ុន្តែនេះជាសទ្ធាជ្រះថ្លាជាវត្ថុជាទីតាំងផោះតាំងថាយើងជ្រះថ្លាបានលះអីទៅបូជាព្រះអង្គនោះដូចជាយើងប្រគេបូជាថ្វាយចង្ហាន់ព្រះណាងើបមកឆាន់ទេអត់ទេព្រះបរិនិព្វានទៅហើយយើងដាក់ចង្ហាន់នោះប្រយោជន៍អីដឹងច្បាស់ថាព្រះឆាន់មិនកើតទៅហើយដាក់ដើម្បីផោះតាំងថាចិត្តយើងជ្រះថ្លាចំពោះព្រះអង្គនេះបានលះចង្ហាន់នេះជាទានណាបូជាគុណព្រះអង្គអានោះវាបន់លើចិត្តយើងអានេះទេមិនមែនថា
ông dùng bầu chi vật thọ ná ông trời cao vật thọ nụ bạn chỉ dùng bầu chi men đi pre mình ban trời cao vật thọ nông lô đi ông xong ba mấy món men tầm bấy ban vật thọ nông lô thì xong bây giờ ca xong bẹt vài cùng bò để sát của ông trời cao phong còn tại chỗ bò để sát được vài cùng đấy là vài cùng chia chặt tập chất chặt thang nó bọt bò sátเขาซ้ำnày bà sọc bà cả nó bạn bận hồn dường ai pre miền trong ban vật thọ ông nụ đi bà bấm pin ba mấy trâm tại ban điệp ska ra ca vài cùng nó vì mình xạ xóm nâng cá bấm pin ba mấy tra chưa bột bọt bỏng thì bấm pin ba mấy buôn là sang khai mà sang cam này phải giáo đam bay tê sna ao sát tranh trả tục từ bây giờ là nó men là bay liệp ska ra không lúa đấy bỏ tê rồi chụp ông pe một nâng ban tra đằng trong ông giờ so hình mà hà sẽ bần hình ông đào cắt là mua nó nôm là mua trái nó hỏi bàn tay là mua nó mà ăn chop luôn pran là bằng để pro thá là mua nó priệp đôi chụp trái buồn hỏi ông chlong cắt mà đây thà về bằng tra đằng ấy nâng sầm bầu với trái buồn bàn tay ông mình cho chuẩn bị tao trái buồn nụ tê giờ sau đó bằng bên tham mình men priệp trời cá bó trong ông nụ tê ba sa mà nế song tắc à cạt cài tá đạch phê được tê đồ cả cạt cài nế giờ mình toàn hiện thẳng đây và đáy sai hay lựa chật lô và chật lô con là làm bay song tắc tê lục mà men tây o vì vậy chỉ có mình o hà lai trong support ca sao vẽ tê đang vì mình đạch phê tê còn tay ba sa này nó à cạt cài song tắc hói tây o vì vậy chỉ có đã cho thử đẹp trong support ca sao vẽ lên trời cả đang vì tới chiếc đạch phê đạch phê lựa chật rồi cả bọn ấy miền chật giờ chật xả chật cả chật chỉ thông này ta đẩy sắt dọc pi đồng bố đưa dọc tranh pi cái này nè đi trong xuôi pi đường nằm hai bị cạn nó dọc đẩy sắt một xòm nó đẩy sắt ấy dương do pi đồng bố của bán đẩy sắt đầy ắt nó các bạn đây cái tay các bạn nào thì đây miền chết sắt còn tới thế đây nào ở đâu đây tập bầu ở đây đây cái đây ắt nào ở đâu ở tập miền chết sắt ở nó vô một xòm thôi chỉ thăm hai bị cắt bàn hai ta và sáng ai tinh và thọ đôi chuyện đầy tè lan mà tàu ban đai được tề bà ta bị nấy không được ọt ở đây dừng cơ tập vì đường tè lan mà tàu sẵn ở đang tè cái đây lan cái đây mà tàu cái đấy ăn men khẩu tê ao từ lúc chơi đọt đầu nó dừng dây tam vì này xanh dừng dây tam thoa cái màn dày lan mà tàu tè lục tình đọt đầu lục miền bị chạy đấy có lục tình đọt đầu về nó về men khẩu tỏi tê pro bọt tầng ở lúc sau tay chia cặp về và thầu là mà tàu lan rồi thì chỉ cặp dạ và thầu lục nào cặp dạ bộ ha ói cặp dạ cả các cái này chặt chạy từ tên từ và ta chọn phụ đây thlý này nắng admin từ tên bàn thế đây thlý là pro đây xài dòng ca cái đấy đây vọt cái đấy xong bây giờ kiến cô bà kiến mình tới mình ao từ tù phò cho bạn vậy ấy đó từ tên đâu là mình cho ngay bờ soạn cái chặt chạy ruồi hai chị đây thlý hai kia dùng một bà kiến kia về bà kiến xây mà còn bà kiến đây là bà kiến đây từ túi làm bàn này đã bị cái kiện xây má là xây má khi ông nào xong một kiện xây má mình chọn luôn mà đây mà hạt bị hạt từ anh đang từ tuổi bàn và đây phải chặt tháp trong làm một kiện đây bàn thì giống bật tình đọt đấu và nó đây đấy chỉ cặp bị dạo bật thông mũi đài là bà sân dịch phải sọ cái miền sát cái kiện xây má anh đang từ tuổi bàn và sân bà bùa chỉ bị khâu đưa xa mà này hai còn là bọt nô ọt che thò tại ai bùa láng đại được tề bà thấy thằng bộ quần lắng trong bùa bị khâu xàm đấy mình che thò sâu có hay đó để che thang tài sản là công khang xàm đấy nó vượt thang ra năng cái chăm đi đâu đó tại để nhằm sang khang ra năng cái chăm ấy ở trời than đâu tạo một chia là ảo cho ba khang bị khâu bây giờ vậy toàn nhạt đấy nó về bên tây sâu đấy thế khang khu sâu nhạt thế này sâu và là dương tây che chlau an trai vậy thọ cái số bạc số chữ vô ấy chỉ đáo nó xong ốp sam bát ti ấy nó nó xong bây dương mưa sẽ phải cái đây tha tam cái đấy của bạn này phân này và thông bát thiên trong cụ sốt nhạt cái sâu tới nó lạng hài nhưng thọ sâu mình che thọ tờ rau mình che thọ bằng sco là na cái đôi nó buộc lang được khi aoแต่thả tới tám tại sao nè cũng đưa thằng cụ sâu nó cái sâu tờ hái lạng gì mà có sam này hài
បើលោកដាច់សិលអង្គណាមួយហើយពេលពុទ្ធបរិស័ទសមាទានសិលទៅតើយ៉ាងម៉េចវិញនេះសំដៅដល់អ្នកឲ្យសិលដាច់សិលណាជាសាមណេរក្តីដាច់សិលអង្គណាមួយបានន័យថាដាច់សិក្ខាបទណាមួយឬថាភិក្ខុលោកត្រាបាត់ណាមួយទៅតើពេលដែលពុទ្ធបរិស័ទទៅសមាទានសិលសមាទានឡើងចង់សួរបញ្ហាហ្នឹងព្រោះសិលកុហកអត់មានតាក់ទងជាមួយលោកទេលោកក៏អត់នាំថាទេកុហកប្រសក់នឹងថាខ្លួនឯងក៏បានដែរសូត្របាណារិបាតាវេរមណីសិក្ខាបទាំងសមាធិយាមីទៅសូត្រ5ក្តី8ក្តី10ក្តីតាមតែខ្លួនសមាធិនោះទៅតែលោកនាំថានឹងមិនយកសិលពីលោកមកទេយើងកុំច្រឡំតែសុំសិលលោកអ្នកឲ្យសិលហើយខ្មែរយើងនិយាយអញ្ចឹងថាលោកឲ្យសិលថ្ងៃនេះថ្ងៃសិលនេះអង្គណាអ្នកឡើងឲ្យសិលហាក់ដូចជាយកសិលខ្លួនឯងទៅឲ្យប្រសក់តាមពិតគ្មានទេសិលចេតនារៀងខ្លួននេះទេប្រសក់គេឡើងដល់ចេតនារបស់គេទេយើងក៏អត់នាំថាទេអញ្ចឹងអ្នកឲ្យសិលនោះជាសាមណេរដាច់សិលក្តីភិក្ខុនោះត្រាបាត់តូចធំក្តីអត់មានពាក់ព័ន្ធជាមួយសិលយើងទេយើងតែតាំងចេតនាឡើងហើយបញ្ចេញវាចាខ្លួនឯងទៅបើផងសុតនោះបើសិល5ក៏គ្រាន់តែកងចេតនាឡើងទៅព្រះអង្គសម្ដែងចេតនាហាងភិក្ខវេសិលង្វតិមីចេតនាយុទសិលហើយបើយើងសមាធិសិលក៏សមាធិផងសុតក៏យើងរកកាលចេតនាវិជ័យភេទទៅអាហ្នឹងវាឡើងជាសិលទៅហើយអត់មានតាក់ទងអីជាមួយនឹងលោកទេនៅក្នុងភាសាពេលថ្ងៃរះបានអនុញ្ញាតឲ្យភិក្ខុចេញក្រៅវត្តចុះបើអត់មានថ្ងៃតើគួរធ្វើដំណេចព្រោះនៅក្នុងភាសាយើងពេលដែលអរុណរះទើបយើងចេញក្រៅវត្តបានបើគ្មានកិច្ចគេនិមន្តអីទេតែយើងចេញក្រៅរះក្រៅវត្តថ្ងៃបន្ទាន់រះស្រាប់តែចេញក្រៅលបងវត្តឧបចារវត្តហើយថ្ងៃរះហ្នឹងឈ្មោះថាយើងញ៉ាំងអរុណរះក្រៅវត្តហើយឥឡូវសួរបញ្ហាហ្នឹងថាឥឡូវបើអត់មានថ្ងៃទេឧបមាដូចជាមេចុកអាប់ថ្ងៃវាមើលថ្ងៃវាមិនឃើញឥឡូវយើងសម្គាល់ដូចម្ដេចយើងស្មានមើលទៅថាសិនមិនថ្ងៃរះម៉ោងប្រហែលអាហ្នឹងមានវិធីស្មានដែរបើថ្ងៃមើលថ្ងៃមិនឃើញអញ្ចឹងថារះម៉ោងប្រហែលរះម៉ោង5កន្លះ6កន្លះវានៅក្បែរគ្នាហ្នឹងហើយបើមិនសមមិនរះម៉ោង5កន្លះថ្ងៃហ្នឹងក៏វាក្បែរម្ដុំហ្នឹងដែរហ្នឹងមានវិធីស្មានមើលម៉ោងអញ្ចឹងទេបើវាអត់មានថ្ងៃរះយើងសុខចិត្តឲ្យជ្រុលចុះឧទាហរណ៍ថារត់ដងវារះ5កន្លះប៉ុន្តែថ្ងៃនេះយើងអត់មានថ្ងៃមើលយើងនៅដល់5:35 5:40អាហ្នឹងវាធានាតែរះទៅហើយព្រោះយើងអត់មានថ្ងៃមើលហ្នឹងមានវិធីស្មានមើលម៉ោងប៉ុណ្្នឹងទេតើសាមណេរមានសត្តាហៈឬអត់នេះសួរសត្តាហៈនេះសំដៅដល់លើសត្តាហៈក្នុងភាសាហើយព្រោះសាមណេរក៏មានសត្តាហៈដូចជាភិក្ខុដែរការដែលចូលភាសាហើយសាមណេរត្រូវវាមានកិច្ចនិមន្តត្រូវលើកសត្តាហៈបានតែ7ថ្ងៃដូចគ្នាមែនហើយសាមណេរគ្មានចូលភាសាទេគ្មានកិច្ចលើកសត្តាហៈដូចភិក្ខុទេមានតែភិក្ខុដូចចឹងទេភិក្ខុក្តីសាមណេរក្តីសុទ្ធតែមានសត្តាហៈករណីយៈដូចគ្នាសុទ្ធតែត្រូវលើកសត្តាហៈបើមានកិច្ចគេនិមន្តបើមិនលើកទេសឹងក្រៅវត្តញ៉ាំងអរុណរះក្រៅវត្តហើយអាហ្នឹងវាដាច់ភាសាដូចតែភិក្ខុដែរសាមណេរក៏មានកិច្ចចូលភាសាបើមានកិច្ចចូលភាសាដូចនោះកិច្ចដែលលើកសត្តាហៈមានដូចគ្នាជាមួយភិក្ខុគឺត្រូវលើកសត្តាហៈដូចគ្នាដែរដូចម្ដេចដែលហៅថាបាត់ផលច័យដូចម្ដេចដែលហៅថាបាត់ទុកត់ព្រោះអាបត្តិផលច័យនេះពាក្យថាអាបត្តិផលច័យគឺអាបត្តិថ្លោះថលៈប្រែថាថ្លោះអច្ចយៈប្រែថាទោសដល់ពេលសតិចូលនេះទៅជាថលចយៈយើងហៅថាថលច័យបានស្អីថាអាបត្តិថ្លោះអាបត្តិថ្លោះបណ្ណាអាបត្តិ5កងដែលជាលហុកាបាត់អាបត្តិថលច័យធំជាងគេព្រោះគរុកាបាត់យើងមិននិយាយទេគរុកាបាត់ជាអាបត្តិធ្ងន់បានដល់បរាជិកសង្ឃិតសេះនោះហើយឯបណ្ណាអាបត្តិ5កងដែលជាលហុកាបាត់អាបត្តិដែលសម្ដែងដាច់មានថលច័យបាចរិយបដិទិសយៈទុក្ខទុភាសិតបណ្ណាអាបត្តិ5កងនេះអាបត្តិថលច័យវាធំជាងគេបានហៅថាថលចយៈប្រែថាទោសថ្លោះវាថ្លោះជាងគេអញ្ចឹងពាក្យថាអាបត្តិថលច័យគឺទោសថ្លោះមានអីខ្លះដូចជាភិក្ខុឆាន់បរិភោគឈាមអីដែរអាហ្នឹងសិតតែថលច័យហើយហើយសួរថាអាបត្តិទុក្ខយ៉ាងម៉េចទៅទុក្ខដាក់ប្រែថាអំពើអាក្រក់អំពើអាក្រក់បានស្អីថាប្រព្រឹត្តដោយកាយមិនល្អហៅថាអាបត្តិទុក្ខដាក់ហ្នឹងយើងសរសេរទុក្ខដាក់យើងខ្មែរយើងហៅថាអាបត្តិទុក្ខគឺធ្វើអាក្រក់ដោយកាយមានការចូលទៅក្នុងចន្លោះស្រុកមិនសង្រួមជាដើមដើរកលែងកាយជាដើមក្នុងសក្តិវត្តហ្នឹងស្តែប្រភេទនៃអាបត្តិទុក្ខហើយបានភិក្ខុបរាជិកតើអាចបួសបានទេ
ហើយមានកម្មយ៉ាងណាដែរអាចរកសួរនៅពៀនបានទេព្រោះភិក្ខុបរាជិកហើយมันអាចបួសជាភិក្ខុបានទៀតទេបើខ្លួនឯងសំងំនៅក្នុងពិវៈជាភិក្ខុទាំងអាបាបរាជិកនោះនឹងបិទសួរនៅពៀនសួរក៏បិទនៅពៀនក៏បិទហើយបិទសួរបិទនៅពៀនហើយតាណាសួរសក្កៈរាប់តាំងពីឋានមនុស្សទៅបើឋានមនុស្សឋានទេវតាព្រំបិទហើយនៅពៀនបិទអស់ហើយមានតែបើកណាបើកអបាយភូមិអវង្សរោនៅរូបប្រែតទេឆានសុរកាយឯណោះហើយចាំបើចង់បើកសួរនៅពៀនវិញត្រូវតែតំណាក់ជាសាមណេរឬសឹកទៅជាកុហកធ្វើបន់ទៅឬក៏បួសជាសាមណេរទៅអាហ្នឹងសួរនៅពៀនបើកវិញហើយយ៉ាងបរាជិកក៏ដោយឲ្យតែត្រង់សួរនៅពៀននៅតែបើកមានសទ្ធាកាន់អបោសុតចាប់ពីមកកើតខែអាសាឍដល់15រួចបានដែរឬអត់ក្រោយមកកាន់អបោក្រោយមកកាន់អបោសុតតាមថ្ងៃសិលធម្មតាព្រោះបញ្ហានេះសួររឿងបដិហារយៈឯង100ខែអាសាឍដល់15រួចមកកើតខែអាសាឍរហូតដល់15រួចបើយើងគិតទៅមកកើតខែអាសាឍនេះមិនទាន់ចូលបដិហារយៈទេព្រោះបដិហារយៈបើយើងចង់កាន់4ខែ100ខែអាសាឍដល់15កើតខែកដកអានេះបើយើងចង់កាន់4ខែហើយបើយើងចង់កាន់3ខែ100ខែអាសាឍដល់15កើតខែអាសត់ហើយបើយើងគិតចង់កាន់1ខែចាប់ពី100ខែអាសត់ដល់15កើតខែកដកហើយបើយើងចង់កាន់កន្លះខែ100ខែអាសត់ដល់15កើតខែអាសត់ទៅហើយសួរបញ្ហានេះសួរ15មកកើតខែអាសាឍអាហ្នឹងវាមិនទាន់ចូលប្លង់បដិហារយៈទេប៉ុន្តែឥឡូវសង្កត់ធ្ងន់ថាមុនដំបូងកាន់សិតតែបដិហារយៈអញ្ចឹងហើយក្រោយមកទម្លាក់មកបកតិធម្មតាកាន់ថ្ងៃសិលវិញថាបាននឹងបញ្ហានេះឆ្លោយជា2មិនទាន់ចំប្លង់បដិហារយៈប៉ុន្តែឥឡូវឧបមាថាពីដំបូងកាន់បដិហារយៈមានសទ្ធាកាន់4ខែក្តី3ខែក្តី1ខែក្តីកន្លះខែក្តីក្រោយមកក៏ទម្លាក់ត្រឹមតែបកតិធម្មតាកាន់ថ្ងៃអបោសុតធម្មតាតើបានឬអត់ហ្នឹងហៅថាបានព្រោះសទ្ធាយើងដោះដាលឡើងពេលខ្លះក៏ចង់កាន់អបោសុតច្រើនទៅពេលខ្លះទៅក៏ថយមកសិល5វិញក៏បានប៉ុន្តែឲ្យអស់ជើងតម្លាក់ធំសិល5កុំអត់សិល5ទៀតអាហ្នឹងវាអត់ធម៌មនុស្សទេព្រោះមនុស្សយើងវិសេសត្រង់ជាងសត្វត្រង់មានសិល5ហ្នឹងហើយអញ្ចឹងសួរបញ្ហានេះថាបានមិនអីទេឲ្យតែមានសិលក្នុងខ្លួនចាហៅណាស់សិល5តើការប្រើប្រាស់នៅបច្ច័យ4ហើយគ្រាន់តែសូត្រយថាសព្វាបដិសង្ឃអជ្ជៈជាបល័យសុទ្ធមិនយល់អត្តន័យតើអាចដោះបំណុលរួចទេព្រោះការប្រើប្រាស់បច្ច័យ4នេះឲ្យពិចារណានៅបច្ច័យទាំង4មានសព្វាយថាប្រើបដិសង្ឃនោះឥឡូវសួរថាបើសូត្រតែបល័យអញ្ចឹងដោះបំណុលគេរួចឬអត់អាហ្នឹងមិនយល់សេចក្តីសូត្រដោយមិនដឹងដូច្នោះមានបានការអីព្រោះបរិសុទ្ធដោយបញ្ញាពិចារណានេះហើយបើយើងអត់ដឹងថាធម៌នឹងថាម៉េចផងដឹងប្រែថាម៉េចចេះតែសូត្រទៅយថាបច្ចយ៉ាងប្រវត្តមាណាំងបដិសង្ខាយោនិសោប៉ុន្តែសូត្រអត់ដឹងអត្តន័យសោះអាហ្នឹងវាគ្មានរួចបំណុលមកពីណាហើយពាក្យថារួចបំណុលនេះកុំច្រឡំថាយ៉ាងខ្លះគេថាបើមិនសូត្រអជ្ជៈមិនចម្រើនអជ្ជៈទេជាប់បំណុលអ្នកស្រុកជាប់បំណុលអ្នកស្រុកតាមពិតមិនមែនជាប់បំណុលអ្នកស្រុកទេវាជាប់ខ្ញុំតណ្ហាខ្លួនឯងនេះវាជាប់ក្នុងបច្ច័យ4ដោយមិនបានពិចារណានៅចតុបច្ច័យអ្នកស្រុកគេឲ្យយើងហើយបច្ច័យ4នោះគេប្រគេនឲ្យសតិហើយប៉ុន្តែយើងដែលជាប់ពាក្យថាជាប់បំណុលតណ្ហាខ្ញុំតណ្ហាដោយសារតែប្រើប្រាស់នៅបច្ច័យ4ដោយមិនមានសតិពិចារណាយើងសរុបមកវិញថាតើតែសូត្រពិចារណានោះតើតែដឹងអត្ថន័យបើសូត្រសម្រាយសុទ្ធមិនសូត្របល័យទេប៉ុន្តែសូត្រសម្រាយដឹងអត្ថន័យអានោះគ្រាន់បើវិញដល់ពេលសូត្របល័យល្អពេកប៉ុន្តែអត់ដឹងអត្ថន័យយើងសូត្រតាមគេទៅអានោះអត់បានការទេមិនរួចទេតើទេវតាប្រើភាសាអ្វីនឹងទេវតាប្រើភាសាបាលីជាទូទៅទេវតាគឺប្រើភាសាបាលីហើយមនុស្សដើមកាប់ក៏ប្រើភាសាបាលីពួកព្រំក៏ប្រើភាសាបាលីព្រះសម្មាសម្ពុទ្ធក៏សម្ដែងធម៌ប្រើជាភាសាបាលីដែរឯពួកទេវតានេះក៏គេប្រើភាសាបាលីដែរគ្រាន់តែថាទេវតាដែលនៅក្នុងផ្ទះយើងគេហាក់ទេវតាជំនះផ្ទះប្រភូមិអីពេលដែលនៅជាមួយខ្មែរយើងក៏គេអាចចេះខ្មែរដែរគេនៅជាមួយថៃក៏គេអាចចេះថៃដែរគ្រាន់តែភាសាសកលរបស់គេជាភាសាបាលីបើនិយាយបាលីគេដឹងតែស្ដាប់បានហើយប៉ុន្តែចុះនិយាយខ្មែរស្ដាប់បានទេស្ដាប់បានក៏មានស្ដាប់បានក៏មានដូចតែយើងទៅនៅស្រុកគេអញ្ចឹងទៅនៅអាមេរិកយូរក៏ចេះខ្លះដែរស្ដាប់គេបានខ្លះដែរទៅនៅបារាំងយូរចេះបារាំងស្ដាប់គេបានខ្លះដែរទេវតាដូចឆ្នោតដែរនៅជាមួយខ្មែរយើងយូរក៏អាចចេះខ្មែរខ្លះដែរ
គេចេះច្រើនតិចអាស្រ័យតែដូចតែយើងទៅយកចិត្តទុកដាក់ស្ដាប់ទេឬយូរទៅចេះច្រើនតិចអាស្រ័យទៅលើបុគ្គលដែរយើងសរុបមកវិញថាទេវតាគេប្រើភាសាបាលីជាសកលប៉ុន្តែគេអាចស្ដាប់ភាសាផ្សេងបានទៅតាមទីដែលគេរស់នៅនោះអាស្រ័យមជ្ឈដ្ឋានជុំវិញដែរបើភិក្ខុបរាជិកហើយឲ្យសិលសាមណេរឡើងឬទេបំពោះសាមណេរបានឬទេសាមណេរក៏ដឹងហើយនៅតែសុំសិលពីលោកនៅនិយាយពីភិក្ខុត្រូវបរាជិកហើយឲ្យសិលសាមណេរឲ្យសិលសំដៅដល់ត្រៃសារណគមនឹងហើយព្រោះសិលសាមណេរឡើងដោយត្រៃសារណគមមិនមែនឡើងដោយសូត្រសិក្ខាបទទេអញ្ចឹងភិក្ខុទៅបរាជិកហើយនឹងឲ្យសិលក៏មិនឡើងបំពោះសាមណេរក៏មិនឡើងឲ្យសាមណេរដឹងទៅលោកបរាជិកនៅតែសុំទៀតអាហ្នឹងមិនឡើងទាំងអស់គ្នាទេបានស្អីថាសាមណេរនោះមិនឡើងជាសិលពេញលេញវិញទេបំពោះក៏មិនឡើងហើយសាមណេរណាដៃសិលទៅសុំពីលោកបរាជិកក៏មិនឡើងវិញដែរព្រោះលោកមិនមែនជាភិក្ខុពេញលេញដោយភិក្ខុប្រកបដីដែលគេមិនត្រាបាត់បរាជិកនោះទេបួសសាមណេរសងគុណម៉ែបួសភិក្ខុសងគុណឪពុកតើពិតឬទេព្រោះបញ្ហានេះលើកឡើងពីបួសសាមណេរព្រោះខ្មែរយើងថាបួសសាមណេរសងគុណម្ដាយហើយបួសភិក្ខុសងគុណឪពុកតែពិតពេលនេះបើយើងនិយាយថាពិតក៏បានមិនពិតក៏បានថាពិតយ៉ាងម៉េចថាពិតថាតបួសសងគុណឪពុកម្ដាយទាំងពីរមិនមែនថាសាមណេរសងបានតែគុណម្ដាយហើយភិក្ខុសងបានតែគុណឪពុកមិនដូចនោះទេព្រោះខ្មែរយើងហេតុអីបានថាអញ្ចឹងខ្មែរយើងត្រឡប់ថាអាការៈទាំង32មានសក់រោមកញ្ចក់ធ្មេញស្បែកទាំងអស់នេះអាការៈណារាវជារបស់ម្ដាយជាគុណមេដាឧទាហរណ៍ឈាមខ្ទុះជាដើមអាការៈណារឹងដូចជាសាច់ឆ្អឹងជាដើមជាគុណឪពុកអញ្ចឹងរបស់រាវមាន12អញ្ចឹងបួសសាមណេរបួសអាយុ12មិនអាចបួសភិក្ខុបានទេបួសបានតែសាមណេរអញ្ចឹង12នេះតំណាងឲ្យគុណម្ដាយវត្ថុរាវអញ្ចឹងបួសសាមណេរសងគុណម្ដាយទៅហើយបួសភិក្ខុសងគុណឪពុករបស់រឹងមាន21អញ្ចឹងអាយុ21ទើបអាចបួសបានហើយយើងរាប់ថា20គាត់បើនៅខ្មែរយើងឲ្យជុល21កន្លែងខ្វះរបស់រឹងទាំងអស់នោះមាន21ដូច្នោះថាសងគុណឪពុកបើយើងនិយាយដូច្នោះទៅក្រាមអាការៈ32មានសក់រោមចូលថ្មីស្បែកប៉ុន្តែបើតាមធៀបពិតទៅបួសសាមណេរក្តីបួសភិក្ខុក្តីសងបានទាំងគុណម្ដាយទាំងគុណឪពុកដូចគ្នាបួសសាមណេរសងគុណម្ដាយផងសងគុណឪពុកផងក៏បានបួសជាភិក្ខុសងទាំងគុណម្ដាយសងទាំងគុណឪពុកមិនមែនយើងចែកដូចនោះថាសាមណេរសងទាំងគុណម្ដាយបួសភិក្ខុសងទាំងគុណឪពុកមិនដូចនោះទេតែបួសសងគុណលោកអ្នកមានគុណទាំងអស់បានដូចគ្នាតើលោកអាចមើលកីឡាបដាល់បានដែរឬទេបើសិនជាគេយកមកដាក់នៅក្នុងវត្តនេះសួរថាគេយកបដាល់មកដាក់ក្នុងវត្តបើសិនជាគេយកមកដាក់នៅក្នុងវត្តលោកមើលបានមិនមែនថាឲ្យមើលបាននៅឆ្ងាយអាត្មាដើរទៅមើលចិត្តព្រោះដាក់ក្នុងវត្តឲ្យមើលបានមិនមែនដូចនោះទេពេលតែមើលបានក្នុងទីនេះបានតែថាលោកអង្គុយស្ងៀមមកគេមកលេងពីមុខអានោះលោកមើលទៅមិនដូរអរិយាប័ត្រមិនព្យាយាមទៅដើម្បីមើលអត់ទេព្រោះលោកអង្គុយស្ងៀមស្រាប់ហើយស្រាប់តែគេមកលេងលបាមកីឡាបដាល់ពីមុខហ្នឹងមើលក៏មើលចុះហ្នឹងតាមវិន័យមិនត្រាប់បាត់ទេហ្នឹងបើតាមអភិធម្មយើងគិតបើបាបទៅតាមលោភៈទោសៈចិត្តហ្នឹងផ្សេងប៉ុន្តែខាងវិន័យសិនអាវិន័យមិនត្រាប់បាត់ទេបើសិនជាអង្គុយស្ងៀមគេមកលេងពីមុខដូច្នោះមើលចុះព្រោះមិនបានព្យាយាមដើម្បីទៅមើលទេប៉ុន្តែបើសិនជាគេមកលេងក្នុងវត្តមែនណាបាំងពហិអាត្មាដើរទៅដើម្បីឃើញអាហ្នឹងក៏ជិះអាបានផុតដែរក្នុងវត្តក៏ពិតមែនហើយប៉ុន្តែយើងទៅដែរយើងបានព្យាយាមទៅដើម្បីមើលដែរហើយបើអង្គុយស្ងៀមក៏មកលេងពីមុខអាហ្នឹងមើលចុះដូចជាយើងអង្គុយស្ងៀមអញ្ចឹងអង្គុយក្នុងឡានអីអញ្ចឹងជិះឡានឈ្នួលអីអង្គុយស្ងៀមចាក់ចម្រៀងស្ដាប់ទៅមិនត្រូវទោះអីព្រោះយើងអង្គុយស្ងៀមមិនបានទៅព្យាយាមឲ្យស្ដាប់ទេកុំថាដល់ទៅពេលគេជប់ទៅចុះវិញអាត្មាឡើងទៅដើម្បីស្ដាប់ចម្រៀងអាហ្នឹងត្រូវទោសបាត់ដែរចូលឡើងទៅដើម្បីអង្គុយដើម្បីធ្វើដំណើរទេមកគេចាក់លឺក៏លឺទៅអាហ្នឹងតាមវិន័យវាមិនត្រូវអាបាត់ទេមិនត្រូវទោសទេប៉ុន្តែអភិធម្មហ្នឹងយើងគិតបនបាបហ្នឹងនិយាយផ្សេងនិយាយខាងវិន័យទេយើងសរុបមកថាមើលបានមិនបានបើសិនជាអង្គុយស្ងៀមគឺមកលេងអាហ្នឹងមើលចុះមិនត្រូវទោសប៉ុន្តែបើសិនគេមកលេងក្នុងវត្តមែនប៉ុន្តែដើម្បីទៅមើលដែរអាហ្នឹងក៏ត្រូវបាត់ដែរ
តាព្រះសាអាមេត្រីនៅប្រមាណជាតិទៀតទើបចុះមកតាដឹងបាទនិយាយពីជាតិនោះតែច្រើនណាស់មិនអាចរាប់បានទេណាព្រោះនៅពេលនេះយើងមនុស្សអាយុខែរបស់មនុស្ស75យើងតម្រាំតែខែចូលរហូតដល់10ឆ្នាំស្លាប់ខែឡើងទៅវិញមួយអសង្ខ័យឆ្នាំរហូតខែចុះមកវិញដល់មនុស្ស100000ឆ្នាំបានព្រះសាអាត្រាស់អញ្ចឹងបើរាប់ជាតិរាប់មកអស់ទេច្រើនជាតិណាខ្ញុំមិនមែនថាសម័យឥឡូវព្រះសាអានៅឋានតោសិតចុះមកចាប់បដិសន្ធិតាំងដឹងមិនមែនដូចនោះទេបើយើងរាប់អាយុឋានតោសិត4000ឆ្នាំ4000ឆ្នាំទឹមយើងខែចុះខែឡើងវិញច្រើនខុសគ្នាច្រើនណាអញ្ចឹងព្រះសាអានឹងចុះមកវិញកើតជាវេសន្តរម្ដងទៀតកើតជាឲ្យទៀតដោយវេសន្តរមួយសាទៀតឲ្យវិលរំទោសក្នុងភពតូចភពធំនេះហើយទើបទៅកើតនៅឋានតោសិតជាជាតិទៅកើតទេវតាចុងក្រោយទៅចុះចាប់បដិសន្ធិជាពុទ្ធិស័ក្តិជាតិចុងក្រោយនៅសម័យមនុស្សអាយុ100000ឆ្នាំអញ្ចឹងបើសួរតែប្រមាណជាតិអត់មានទេកាពីអត់ថាប្រមាណប៉ុណ្ណេះប៉ុណ្ណោះជាតិព្រោះនៅច្រើនជាតិតទៅទៀតតើសាមណេរយកសង្ឃាដី2 3 4ជាន់មកដណ្ដប់បានឬទេព្រោះសង្ឃដីនេះសម្រាប់ដណ្ដប់ហើយយកដណ្ដប់ក៏បានក្រាសឹងក៏បានដែរជារបស់ឯកជនហើយមិនមែនថាសាមណេរប្រើសង្ឃដីមិនបានប្រើបានតែភិក្ខុសាមណេរប្រើបានតែគ្រាន់តែគ្មានសិទ្ធិអធិដ្ឋានវាមិនឡើងទៅជាស្បង់ជីវរសង្ឃដីទេប្រើប្រាស់បានដូចគ្នាសង្ឃដីនេះមិនមែនប្រើបានតែភិក្ខុទេគ្រាន់ថាភិក្ខុគេមានសិទ្ធិដាក់ឈ្មោះថានេះស្បង់នេះជីវរនេះសង្ឃដីឯសាមណេរស្បង់ជីវរសង្ឃដីគាត់តែប្រើគ្មានចេះដាក់ឈ្មោះទេប្រើទៅស្បង់ក៏ដោយជីវរក៏ដោយសង្ឃដីក៏ដោយសាមណេរចង់យកសង្ឃដីមកក្រុមក៏បានចង់យកសង្ឃដីមកឃ្លុំក៏បានដែរហើយយកតក្រាសឹងក្តាន10ហ្នឹងវារត់ទៅត្រូវប្លង់ហើយព្រោះសង្ឃដីនេះវាដូចជាភួយទៅហើយរបស់នបួសគាត់ថាពេលណាដណ្ដប់ទៅក្រាសឹងក៏បានដែរយកមកឃ្លុំបោកជីវរទៅយកជីវរយកសង្ឃដីមកឃ្លុំមកក្រុមក៏បានដែរអត់មានបញ្ហាទេសរុបមកថាសាមណេរក៏ប្រើសង្ឃដីបានដែរបើភិក្ខុសុំជីវរពីសាមណេរដែលលោកបានប្រើប្រាស់រួចហើយជីវរក៏នៅល្អលោកក៏ព្រមឲ្យតើភិក្ខុយកទៅប្រើប្រាស់ត្រូវទោសឬទេព្រោះសាមណេរប្រើហើយជីវរនឹងឲ្យភិក្ខុមកសុំដល់ទៅពេលគេឲ្យយើងទៅប្រើមានត្រូវទោសអីគាត់ថាជីវរដែលសុំពីសាមណេរហើយយើងត្រូវបន្ទុកផងមិនមែនយកទៅប្រើតែម្ដងទេកាលណាតែមិនបន្ទុកដាក់លើស្មាដើម្បីប្រើប្រាស់យកទៅក្រងយកទៅក្លុំអាហ្នឹងវាត្រូវបាត់បាចរិយៈព្រោះมันធ្វើឲ្យខូចពណ៌ដោយនីឡង្វាពណ៌ខៀវក្តីកតមាំងវាកតមាំងវាពណ៌ខ្មៅក្តីកាលសាមាំងវាកតមាំងវាពណ៌ភក់ពណ៌ខ្មៅពណ៌ខៀវទាំង3នេះដោយពណ៌ណាមួយខៀវក៏បានខ្មៅក៏បានពណ៌ភក់ក៏បានចុចចំណាំនៅជាទាំង4ក្តីទាំង3ក្តី2ក្តីដល់ហើយទៅសំបីតែចុចជ្រុងមួយណាដើម្បីបន្ទុកនៅស្បង់ជីវរនោះបើភិក្ខុមិនធ្វើដូច្នោះទេយកមកប្រើតែម្ដងអានោះត្រូវបាត់បាចរិយៈហើយអញ្ចឹងសុំជីវរសាមណេរសរុបមកថាអាចប្រើបានសត្វញីគ្រប់សត្វទាំងអស់តើប្រសងអាចប៉ះពាល់បានឬទេព្រោះសត្វញីនេះហាមដាច់ខាតហើយខាងភិក្ខុសង្ឃមិនឲ្យប៉ះទេគ្រប់សត្វទាំងអស់សត្វណាក៏ដោយមិនឲ្យប៉ះទេសត្វញីសត្វទេដែលខានញីប៉ះត្រូវអាបត្តិទៅគាត់ហើយតាំងពីឆ្កែឆ្មាជ្រូកគោក្របីណាក៏មិនឲ្យប៉ះដែរឲ្យតែឈ្មោះតែសត្វញីអាហ្នឹងដាក់អាបត្តិអញ្ចឹងប៉ុន្តែបើមានការអាណាបត្តិវាមានខ្លះដែរណាមានអាណាបត្តិខ្លះដែរប៉ុន្តែខ្ញុំនិយាយតែរឿងអាបត្តិមិនឲ្យប៉ះទេអាហ្នឹងបើមានកិច្ចហេតុនៃអាណាបត្តិហ្នឹងមានប៉ះបានខ្លះដែរប៉ុន្តែសរុបមកថាអត់មានលើកលែងថាសត្វនេះប៉ះបានសត្វនោះប៉ះបានអត់ទេឲ្យតែជាសត្វតិរិឆានចង់ប៉ះដោយតម្រេចហើយប៉ះត្រាបាត់ទៅគាត់ទាំងអស់ភិក្ខុត្រាបាត់បរាជិកហើយមិនសឹកថែមទាំងបំពោះដល់នាគទៀតតែយ៉ាងម៉េចវិញនេះបញ្ហាសួរដល់ឧបជាហើយត្រាបាត់បរាជិកមិនសឹកទេហើយទៅបំពោះគេទៀតហ្នឹងបើបំពោះជាសាមណេរមិនឡើងទេធ្វើឧបជាបំពោះសាមណេរហ្នឹងវាមិនឡើងទៅហើយព្រោះសាមណេរឡើងតែសារឧបជាបរាជិកទៅហើយហ្នឹងបំពោះមិនឡើងទេបំពោះសាមណេរប៉ុន្តែបើបំពោះភិក្ខុមានឡើងក៏មានមិនឡើងក៏មានឧបមាដូចជាភិក្ខុដែលជាបរាជិកនោះជាឧបជានោះណាមិនបង្គ្រប់គណៈការកៈមកលេថាគេ
5អង្គស្អាតស្អំហើយបងបួសជាភិក្ខុត្រូវការភិក្ខុ5អង្គអញ្ចឹងភិក្ខុ5អង្គគេអ្នកស្អាតស្អំបរិសុទ្ធហើយគាត់ដាក់ឧបជានោះទៅលើសទៅប្រគ្រប់6ប្រគ្រប់7អញ្ចឹងទៅហើយមិនកាត់ហត្ថប័សគេបើស្អែអង្គុយគៀនឬថាគេអង្គុយដំកង់រទេះដកឧបជាប្រាជិកនៅចេញគេមិនដាច់ហត្ថប័សទេហើយតាមថែមទាំងគណៈសង្ឃក៏គ្រប់គ្រាន់ដែរដូច្នោះបួសឡើងបើសិនជាឧបជានោះទៅបង្គ្រប់សង្ឃបានស្អីថាគេ4បង្គ្រប់នឹងឧបជាប្រាជិកនោះទៅជា5ដើម្បីបង្បួសកុលបុត្រនឹងបួសមិនឡើងទេសូត្រឹមទៅយ៉ាងណាក៏មិនឡើងដែរឬថាគណៈការកសង្ឃគេគ្រប់គ្រាន់ហើយមួយខាង2មួយខាង3ទៅជា5ហើយឧបជានោះទៅប្រគ្រប់6អង្គុយកណ្ដាលគេដកឧបជាប្រាជិកនោះចេញវិខុមួយខាង2មួយខាង3មិនជាប់ហត្ថប័សគ្នាវិរ័យហត្ថប័សទៅជាបរិស័ទវិបត្តិដូច្នោះក៏មិនឡើងដែរអញ្ចឹងបើបួសជាវិខុមានផ្លូវឡើងក៏មានផ្លូវមិនឡើងក៏មានដែរចំនួនព្រះពេលបួសត្រូវរត់ការដូចឥឡូវឬអត់ព្រោះសម័យព្រះអត់មានត្រូវរត់ច្បាប់អីណាសង្ឃដីកាឆាយាបដិញ្ញាណដូចយើងទេឲ្យទៅត្រឹមទៅតាមព្រះវិន័យហើយបាទស្អីថាពេលបួសត្រូវសួរបុគ្គលនោះមានចម្ពាក់បំណុលគេឬអត់ឪពុកម្ដាយបានអនុញ្ញាតជាដើមសួរអន្តរាយកធម៌ដូច្នោះហើយបើត្រឹមត្រូវអស់ហើយហ្នឹងបំបួសបានហើយអត់មានទៅរត់ការបដិញ្ញាណអំពីស្រុកអំពីភូមិមកអត់ទេហើយចុះយើងឥឡូវតាមសម័យយើងឥឡូវប្រទេសយ៉ាងណាយើងរត់ច្បាប់យ៉ាងនោះទៅតាមស្របតាមស្រុកទេសចុះប៉ុន្តែបើសួរថាសម័យព្រះមានរត់ការមានច្បាប់បួសអញ្ចឹងដែរថាអត់មានទេសួរមាត់ទៅទេបរោយបើគ្រប់អង្គអាចបំបួសបាននឹងបំបួសហើយ